ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញរបៀបធ្វើនំប៉័ងហុកដកខ្ញុំប្រើម្សៅនំប៉័ងចំនួន300ក្រាមចាក់អំបិលចំនួន5ក្រាមនិងស្ករចំនួន40ក្រាមចាក់មេនំប៉័ងចំនួន6ក្រាមនិងម្សៅទឹកដោះគោចំនួន15ក្រាមរួចច្របល់ចូលគ្នាឲ្យសព្វគោះពងមាន់មួយគ្រាប់ចូលរួចវាយឲ្យបែកចាក់ទឹកចំនួន140ក្រាមចូលរួចច្របល់ម្សៅឲ្យសព្វនៅពេលច្របល់សព្វល្អហើយគ្រប់ទុករយៈពេល15នាទីបន្ទាប់ពី15នាទីមកដាក់ប៊ឺចំនួន40ក្រាមចូលរួចច្របល់ឲ្យសព្វម្ដងទៀតបន្ទាប់ពីច្របល់ប៊ឺនិងម្សៅចូលគ្នាល្អហើយយកម្សៅដាក់នៅលើទឹករួចបន្តច្របល់ប្រហែលជា5ទៅ7នាទីទៀតបន្ទាប់ពីបាន7នាទីមកបត់ចេញម្សៅចូលក្នុង3ទៅ4ដងរួចមូលដូចបាល់និងគ្រប់ទុករយៈពេល60នាទីបន្ទាប់ពីបាន60នាទីមកយកសេងម្សៅមកច្របាច់ខ្យល់ចេញនិងកាន់ម្សៅចំនួន52ក្រាមបន្ទាប់ពីកាត់ចេញម្សៅរួចមកបត់ម្សៅចូលក្នុង3ទៅ4ដងរួចមូលដូចបាល់គ្រប់ទុករយៈពេល15នាទីទៀតខ្ញុំប្រើប្រហិតហុកដកបែបនេះនឹងជូតទឹកឲ្យស្ងួតបន្ទាប់ពីបាន15នាទីមកយកម្សៅមកសង្កត់ឲ្យចេញជារាងពងក្រពើរួចបង្វែរម្សៅពីលើចំមកក្រោមដាក់ប្រហិតហុកដកនៅកណ្ដាលហើយខ្ចប់ឲ្យជិតយកកន្ត្រៃមកកាត់ហុកដកជារាងបញ្ឆិតរួចបត់វាចេញជារាងបែបនេះនិងគ្រប់ទុករយៈពេល60នាទីទៀតអញ្ចឹងយើងមកចាប់ផ្ដើមធ្វើពោតសម្រាប់ដាក់ពីលើនំប៉័ងម្ដងខ្ញុំប្រើពោតចំនួន100ក្រាមនិងខ្ទឹមបារាំងដែលចិញ្ច្រាំហើយចំនួន100ក្រាមដាក់អំបិលបន្តិចនិងម្រេចបន្តិចស្ករចំនួន1ស្លាបព្រាកាហ្វេនិងដាក់ទឹកម៉ាយ៉ូណេសចំនួន5ស្លាបព្រាបាយដាក់ឈីកន្លះចានចង្កឹះរួចកូរឲ្យសព្វបន្ទាប់ពីបាន60នាទីមកខ្ញុំដាក់ពោតពីលើនំប៉័ងនិងដាក់ឈីសពីលើឲ្យពេញដាក់ជីវ៉ាន់ស៊ុយក្រៀមពីលើដាក់ទឹកប៉េងប៉ោះពីលើនិងទឹកម៉ាយ៉ូណេសពីលើ
រួចដុតនៅក្នុងឡដែលមានកម្ដៅហើយស្រាប់180អង្សាសេស្មើនឹង350 Fahrenheit រយៈពេល10នាទីទៅ12នាទីពេលដែលធ្វើឲ្យសាច់នំប៉័ងទន់ផ្អែមពោតដែលដាក់នៅពីលើនិងប្រៃឈីសតិចៗវាពិតជាមានរសជាតិឆ្ងាញ់ដូចជាគេលក់អញ្ចឹងអរគុណបងប្អូនដែលទស្សនាវីដេអូខ្ញុំពីដើមដល់ចប់សង្ឃឹមថាបងប្អូននឹងចូលចិត្តបើមានសំណួរឬយោបល់អ្វីសូមសរសេរ comment នៅខាងក្រោមសូមជួយចុច subscribe Channel YouTube ខ្ញុំផងអរគុណច្រើនសូមជម្រាបលា